ព្រមសូមបងប្អូនគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងคลิปវីដេអូនេះដែរខ្ញុំនឹងលើកពីបង្ហាញបងប្អូនពីអត្ថប្រយោជន៍នៃសមចេកអាំងណាពាក់ព័ន្ធជាមួយនឹងសមចេកអាំងនេះគឺវាជាអាហារសម្រន់បែបប្រពៃណីខ្មែរដែលមានរសជាតិឆ្ងាញ់ហើយវាផ្ដល់នូវអត្ថប្រយោជន៍ទៅដល់សុខភាពសំខាន់ជាច្រើនដែរចឹងមុនបង្ហាញសូមឲ្យបងប្អូនជួយចុច like subscribe និងសញ្ញារូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីលើកក្រោយដែលខ្ញុំអាប់ឡូតណាហើយវាអត្ថប្រយោជន៍របស់វាដូចជាវាជួយបង្កើននៅបាក់តេរីល្អនៅក្នុងពោះវៀនតាមរយៈអូលីក្រូសាឆេរិតដែលកើនឡើងដោយកម្ដៅអាំងហើយវាកាត់បន្ថយបញ្ហាទល់លាមកនិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយលើពីនេះទៅទៀតវាក៏ជាជួយកម្ដៅដល់រាងកាយនិងជាចំណីអាហារដ៏មានអត្ថន័យនៅក្នុងទំនៀមទម្លាប់ដូចជាជួបជុំគ្រួសារអីណាបងប្អូនហើយមួយទៀតគឺវាជួយពង្រឹងនៅសុខភាពពោះវៀនហើយអាកម្ដៅដែលយើងប្រើក្នុងការអាំងហ្នឹងបាទជាពិសេសគឺពាក់ព័ន្ធជាមួយនឹងស្លឹកចេកគឺវាជួយបង្កើននៅបរិមាណសារធាតុអូលីក្រូសាឆេរិតហ្នឹងដែលដើរតួនាទីជាអាហារសម្រាប់បាក់តេរីល្អប្រូបាយូទិកនៅក្នុងពោះវៀនណាហើយទៀតគឺវាជួយកាត់បន្ថយការទល់លាមកការទទួលទានចេកអាំងដែលជួយសម្រួលទៅដល់ប្រព័ន្ធរំលាយអាហារកាត់បន្ថយការទល់លាមកបានយ៉ាងល្អហើយពាក់ព័ន្ធជាមួយនឹងវាផ្ដល់កម្ដៅហ្នឹងគឺវាជួយទៅដល់ធម៌ពលហើយនឹងការឲ្យរាងកាយយើងមានភាពកក់ក្ដៅនិងរឹងមាំហើយពាក់ព័ន្ធជាមួយនឹងតម្លៃប្រពៃណីនិងសង្គមសមចេកគឺជាពិសេសក្នុងរដូវបន្ទជុំវាជួយបង្ហាញពីសេចក្តីស្រឡាញ់និងតម្លៃនៃការជួបជុំគ្រួសារនិងការដឹងគុណណាបងប្អូនហើយយើងក៏ស្គាល់ផងដែរថាទោះជាវាមានអត្ថប្រយោជន៍ច្រើនប៉ុន្តែគួរទទួលទានក្នុងកម្រិតសមរម្យដែរដោយសារតែវាមានរសជាតិស្ករនិងកតំណើបហ្នឹងណាវាមានជាតិស្ករខ្លាំងហើយសមអាំងនេះខ្ញុំបាននេះបងមួយម្នាក់គាត់ធ្វើឆ្ងាញ់ទេបងប្អូនសមគាត់ណាម្នាក់ខ្លះសមដូចជាអង្គដល់អង្គចេកដល់ចេកអញ្ចឹងណាបងប្អូនវាអត់ឆ្ងាញ់វាអត់ល្មួតហើយក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីបងម្នាក់គាត់អាំងសមឆ្ងាញ់បងប្អូនហើយសមគាត់មានរសជាតិឆ្ងាញ់ហើយមានដូងមានគាត់ដាក់ដូងគាត់ដាក់សណ្ដែកអង្គុយឆ្ងាញ់ណាបងហើយចេកគាត់ឲ្យយកចេកតែអ្នកខ្លះយកចេកស្គៀលបងប្អូនចេកស្គៀលហ្នឹងវាអាំងទៅវាអត់ឆ្ងាញ់ណាបើចេកទុំល្អយកទុំយកមកវិចហើយយកមកអាំងគឺរសជាតិវាផ្អែមឆ្ងាញ់ហើយបងនេះគាត់នេះគាត់ឆ្ងាញ់ណាបងសមគាត់ឆ្ងាញ់អញ្ចឹងបងប្អូនអាចឃើញមុខគាត់នេះបងប្អូនអាចជួយគាំទ្រគាត់ផងសមគាត់ឃើញពីច្រើនម៉ោងប្រហែល3 4 សៀលហ្នឹងគឺលក់អស់ហើយបងប្អូនហើយគាត់ចន្លោះគាត់មកម៉ោងមកដល់មុខផ្ទះខ្ញុំហ្នឹងគឺចន្លោះម៉ោង2កន្លះទៅម៉ោង3ហ្នឹងខ្ញុំទិញរាប់ល្ងាចហើយតែគាត់មកខ្ញុំទិញសមអាំងហើយនឹងចេកអាំងគាត់ធ្វើឆ្ងាញ់ណាបងប្អូនជាបងប្អូនអាចជួយគាំទ្រផងហើយសមអាំងចេកអាំងនេះក៏វាជួយឲ្យយើងមានសុខភាពល្អផងដែរចាំបងប្អូនអាចជួយគាំទ្រទិញផលិតផលរបស់ខ្មែរយើងទាំងអស់គ្នាសមអាំងចេកអាំងនេះគឺវាជួយអាហារសម្រន់ដ៏មានគុណភាពជួយសុខភាពយើងច្រើនបងប្អូនចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំបង្ហាញនេះដោយសារយ៉ាងរអាក់រអួលបន្តិចបងប្អូនដោយសារខានចេញវីដេអូយូរទៅវានិយាយទៅយ៉ាង